បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានរបៀបកាត់តវីដេអូនៅក្នុងកម្មវិធី CapCut មកចែករំលែកបងប្អូនទាំងអស់គ្នាអំពីកាត់ដាក់លើក comment មកខាងលើសម្រាប់បង្ហាញដល់បងប្អូនឬក៏លើកពីអ្វីក៏ដោយបងប្អូនដែលបងប្អូនចង់ប្រាប់ដល់បងប្អូនតោះមកតាមដានទស្សនាបាទបន្ទាប់មកបងប្អូនចូលមកក្នុងកម្មវិធី CapCut មកបងប្អូនបាទបន្ទាប់មកទៀតវាចេញបែបនេះបងប្អូនចុចលើផ្ទាំងនេះមកបងប្អូនបាទបន្ទាប់មកវាចេញបែបនេះបងប្អូនជ្រើសរើសរូបភាពមួយមកបងប្អូនរូបភាពដែលឬក៏វីដេអូណាមួយដែលបងប្អូនចង់ដាក់អញ្ចឹងបងប្អូនបាទយើងចុចលើវីដេអូនឹងមួយមកបាទបន្ទាប់មកទៀតយើងចុចបញ្ចូលបងប្អូនបាទបញ្ចូលហើយបន្ទាប់មកទៀតវាចេញបែបនេះយើងចុចលើវីដេអូត្រួតបាទចុចវីដេអូត្រួតហើយយើងជ្រើសរូបថតបន្ទាប់មកយើងជ្រើសរើសរូបភាពមួយដែលយើងចង់ដាក់បង្ហាញឬក៏ចង់ដាក់លើកលើ comment អីចឹងបងប្អូនជ្រើសរើសមកបងប្អូនបាទបងប្អូនចុចដល់វាចេញបែបនេះមកបងប្អូនបាទបន្ទាប់មកយើងចុចបញ្ចូលទៀតបងប្អូនបាទបញ្ចូលហើយបងប្អូនឃើញបែបនេះបងប្អូនយើងចុចអូសវាមកខាងឆ្វេងអស់មកបន្ទាប់មកយើងចុចលើដាក់បំផ្លែងបងប្អូនបាទបំផ្លែងរួចអីយើងចុចមកលើកន្លែងទំហំបដូរទំហំបាទបន្ទាប់មកទៀតយើងឃើញទំហំច្រើនបែបនេះបងប្អូនយើងជ្រើសរើសទំហំមួយមកបងប្អូនបាទយើងស្រ័យទៅលើបងប្អូនឆ្លាញ់ឥឡូវខ្ញុំយកទំហំមួយនេះជាឧទាហរណ៍ដល់បងប្អូនបាទឥឡូវខ្ញុំយកនេះហើយចុចលើនឹងមួយបងប្អូនបាទតួមកយើងត្រូវបរិយាព្រមអីទៅតាមហ្នឹងបងប្អូនឲ្យវាពេញមកនេះនឹងមកបាទយើងចុចទៅវាចេញបែបនេះយើងយកដៃយើងអូសឡើងលើបរិយារួមតាមចំណង់ចំណូលចិត្តរបស់បងប្អូនបាទហើយបន្ទាប់មកទៀតហ្នឹងបងប្អូននៅចេញបែបនេះមកបាទបើបងប្អូនចង់ឲ្យវាវែងបាទយើងអូសវាវែងស្មើនឹងវីដេអូផងយើងមកបងប្អូនបាទអូសវាអញ្ចឹងមកបាទដោយដៃសកត់មកអូសវាមកឲ្យស្មើមកបាទប៉ុណ្ណឹងទៅរួចរាល់បងប្អូនយើងអូសវាសេរីវាឲ្យមកចំវិញមកបងប្អូនបាទនេះអូខេហើយបងប្អូនណាដែលមើលអត់យល់បងប្អូនមើលតែតាមព្រួយមកយើងចង់ដាក់វីដេអូមួយទៀតយើងចុចលើវីដេអូត្រួតមួយទៀតមកបងប្អូនបាទតមកទៀតយើងជ្រើសរើសរូបភាពមួយទៀតបាទដដែលទេបងប្អូនបាទយើងចុចបញ្ចូលបងប្អូនបញ្ចូលហើយបាទយើងអូសមកឆ្វេងទៀតយើងចុចកន្លែងបំផ្លែងទៀតរួចហើយចុចកន្លែងទំហំទៀតបាទដដែលទេរួចយើងជ្រើសរើសដែលផ្ទាំងមួយដែលយើងនេះយើងយកដែល4ផ្ទាំងវិឈរទៅដាក់អស់បងប្អូនបាទដើម្បីឲ្យមើលឃើញទាំងអស់ចឹងបងប្អូនយើងយកផ្ទាំងវិឈរមកហើយយើង